Hello，大家好。បាទសួស្តីអ្នកទាំងអស់គ្នាយើងវិលត្រឡប់មកកាន់មេរៀនបកផែកាសែតហើយតើតើជាមួយកាសែតដែរខ្ញុំភាគច្រើនគឺយកកាសែតតែកាសែតក្នុងស្រុកច្រើនជាងគេកាសែតក្រៅប្រទេសគឺខ្ញុំអត់សូវយកដោយសារអីវាជាតម្រូវការមានថាយើងរៀនពាក្យរៀនប្រយោគនៅក្នុងស្រុកច្រើនយើងយកវាមកប្រើការបានច្រើនកាសែតនៅក្រៅស្រុកពាក្យខ្លះគឺយើងគ្រាន់តែដឹងតែយើងយកមកប្រើការបាននៅពេលដែលយើងចេះច្រើនហើយយើងអាចព្យាមើលកាសែតឬក៏ព័ត៌មានខាងក្រៅស្រុកឲ្យបានច្រើនអញ្ចឹងអត្ថបទនេះវាតកតងជាមួយការបោះឆ្នោតអញ្ចឹងអ្នកអង្កេតការអ្នកចូលរួមអង្កេតការមានអីខ្លះអញ្ចឹងយើងរៀនពាក្យទាំងអស់ហ្នឹងទៅហើយថ្ងៃណាមួយពាក្យខ្លះយើងនឹងអាចយកវាមកប្រើប្រាស់បានតោះយើងមើលចំណងជើងគេនិយាយថា全国大选超9万名国内外观察员参与监督工作全国大选超9万名国内外观察员参与监督工作ចឹងមើលយើងមើលថាពាក្យ全国នេះមានថាទូទាំងប្រទេសតា选គេចង់និយាយថាការបោះឆ្នោតថ្នាក់ជាតិមានថាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអញ្ចឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឬក៏បោះឆ្នោតថ្នាក់ជាតិហ្នឹងឆោមានថាលើសពី9វ៉ាមីងមានថា90000នាក់បាទព្រោះពាក្យមីងហ្នឹងគេសំដៅលើមនុស្សចំនួនឈ្មោះមនុស្សចំនួននោះគួរនៃវ៉ៃអានេះគេបូកចូលគ្នាព្រោះពាក្យគួរនៃក្នុងប្រទេសគួរវ៉ៃក្រៅប្រទេសអញ្ចឹងគួរនៃវ៉ៃក្នុងនិងក្រៅប្រទេស观察员观察员នេះមានថាអ្នកអង្កេតការ参与ចូលរួម监督បាទ监督នេះគឺឃ្លាំមើលកង作ការងារអញ្ចឹងយើងបកប្រែមកមានថាយើងបកប្រែពីនេះមុនបាទពីនេះមុនលេខ1នេះអ្នកអង្កេតការបាទក្នុងនិងក្រៅប្រទេសបាទលើសពី90000នាក់បាទចូលរួមការងារឃ្លាំមើលការបោះឆ្នោតតោះអញ្ចឹងយើងមើលអត្ថបទទាំងអស់គ្នាខ្ញុំអានមកកថាខណ្ឌម្ដងសិន为保障2023年第7届国会选举如果全国大选在自由公平公正的情况下进行柬埔寨国家选举委员会允许来自国内外超9万名观察员进行监督选举បាទអញ្ចឹងយើងមើលពាក្យមួយហើយយើងបកប្រែម្ដងមកឃ្លាម្ដងឃ្លាវេនេះមានន័យថាដើម្បី保障ឲ្យប្រកាសឬក៏ធានា2023年ឆ្នាំ2023ទី7届ទី7届នេះគេចង់និយាយពីអាណត្តិទី7ឬក៏នីតិកាលទី7国会大选បាទមានថាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឬក៏គេអាចប្រើពាក្យ全国大选ក៏បានដែរ在自由បាទ自由មានថាឯករាជ្យ公平យុត្តិធម៌公正ត្រឹមត្រូវ的情况下情况នេះគេនិយាយពីស្ថានភាពកលៈទេសៈជាក់នេះអាហ្នឹងយើងនិយាយថាក្រោមអីចឹងក៏បានដែរ进行ដំណើរការអញ្ចឹងមកឃ្លានេះយើងអាចនិយាយថាដើម្បីធានាឲ្យបានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី7នៅឆ្នាំ2023នេះឲ្យដំណើរការទៅបានបាទព្រោះយើងបកប្រែពីនេះឲ្យដំណើរការទៅបានដោយឯករាជ្យបាទហើយយើងបកប្រែពីនេះទៀតមកយុត្តិធម៌ត្រឹមត្រូវ柬埔寨国家选举委员会ឬក៏ភាសាកាត់គេអាន NEC មានថាគណៈកម្មការជាតិរៀបចំការបោះឆ្នោតបាទមកឃ្លាហ្នឹងណា允许អនុញ្ញាត来自មកពី国内外មានថាក្នុងនិងក្រៅប្រទេស超9万名លើសពី9万名90000នាក់观察员អ្នកអង្កេតការ进行ដំណើរការ监督បាទឃ្លាំមើល选举
ការបោះឆ្នោតអញ្ចឹងមានថាយើងបកប្រែពីត្រឹមអីគណៈកម្មការជាតិរៀបចំការបោះឆ្នោតនឹងមកបានអនុញ្ញាតឲ្យបាទនេះយើងបកប្រែពីនេះទៀតមកអ្នកអង្កេតការមកពីក្នុងនិងក្រៅប្រទេសជាង 90000 នាក់ដើម្បីឲ្យខ្លំមើលបាទហើយយើងបកប្រែនេះមកខ្លំមើលដំណើរការនៃការបោះឆ្នោតហ្នឹងបន្តមកទៀតចូលដល់កថាខណ្ឌទី2គេថា据国家选举委员会发布的通告得知，参与本届大选的国内观察员共计89562人，其中女性52652人，他们来自134个协会和非政府组织吧。国际观察员共计586人，女性163人，来自52个机构吧。这យើងមើល据ពាក្យហ្នឹងធ្លាប់រៀនពីមុនហើយយោងតាមអីគេ国家选举委员会បាទគណៈកម្មការជាតិរៀបចំការបោះឆ្នោត发布បាទបានផ្សាយឬក៏ប្រកាសទៅ通告ដំណឹង得知នេះគឺទទួលបានអញ្ចឹងកន្លែងនេះយើងអាចនិយាយថាយោងតាមការដែលទទួលបានដំណឹងដែលផ្សាយពីដែលប្រកាសពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត参与មានន័យថាចូលរួម本届នេះមានថាលើកនេះអាណត្តិនេះ大选的国内外观察员នេះmìnhយើងដឹងហើយគឺអ្នកអង្កេតការចឹងមានថាអ្នកអង្កេតការក្នុងស្រុកគ្រាន់នេះក្នុងស្រុកដែលចូលរួមការខ្លំមើលការបោះឆ្នោតលើកហ្នឹងសរុបមានកងជីនេះគេចង់និយាយពីសរុបបាទ88000ម៉ាន9562នាក់其中មានន័យថាក្នុងនោះ女性នារីឬក៏ស្ត្រី女性ស្ត្រីមាន52652នាក់អញ្ចឹង他们ពួកគាត់来自មកពី134个协会មកពី134សមាគម协会នេះគឺសមាគម和និង非政府组织非នេះគឺគេនិយាយថាមិនមែន政府រដ្ឋាភិបាល组织នេះគឺអង្គការអញ្ចឹងនឹងអង្គការក្រៅរដ្ឋាភិបាលអញ្ចឹងអត្ថន័យខាងលើនេះគេគ្រាន់ចង់បញ្ជាក់ថាពួកគាត់មកពី134សមាគមហើយនឹងអង្គការក្រៅរដ្ឋាភិបាល国际观察员共计586人，女性163人。អញ្ចឹង国际មានថាអន្តរជាតិបាទអន្តរជាតិណាអញ្ចឹងអ្នកអង្កេតការអន្តរជាតិហ្នឹងគឺសរុបមាន586នាក់បាទស្ត្រី163នាក់来自មកពី52个机构មកពីអង្គការ52បាទមកពី52អង្គការ此外共有18位特邀嘉宾其中7位女性她们来自10个机构此外ពាក្យនេះយើងប្រែថាក្រៅពីនេះ共有សរុបមានបាទ特邀嘉宾មានន័យថាប្រើពាក្យថា嘉賓គឺគណៈធិបតីឬក៏ភ្ញៀវកិត្តិយសអញ្ចឹងទៅសរុបមានភ្ញៀវកិត្តិយសពិសេសប្រើពាក្យថាថនេះពិសេសយកហ្នឹងមកពីពាក្យថាអញ្ជើញថាភ្ញៀវពិសេសដែលយើងបានអញ្ជើញណាអញ្ចឹងយើងប្រែខ្លីគឺសរុបមានភ្ញៀវពិសេសចំនួន18នាក់其中ក្នុងនោះ7នាក់គឺជានារីបាទ他们来自ពួកគាត់មកពី10អង្គការបាទផ្សេងគ្នាអូខេអញ្ចឹង
អត្ថបទកាសែតនេះសង្ឃឹមថាទាំងអស់គ្នានឹងយកវាមកផ្ទៀងផ្ទាត់នៅពាក្យណាដែលយើងអាចយកប្រើបានហើយទាំងអស់គ្នាអាចយកវាមកអានយកពាក្យវាមកផ្ទៀងម្ដងហើយម្ដងទៀតទៅនឹងចេះហើយអញ្ចឹងជួបគ្នាវីដេអូក្រោយសិ